នាយកយូឌីសេសប្រចាំកម្ពុជាកោតសរសើរចំពោះការដឹកនាំរបស់ក្រសួងអប់រំនៅក្នុងការជំរុញការអប់រំផ្នែក Digital និងការអប់រំទំនាក់ទំនងនឹងការប្រែប្រួលអាកាសធាតុលោកបណ្ឌិត វ៉ល ផាក នាយកយូនីសេសប្រចាំកម្ពុជាបានសម្ដែងការកោតសរសើរចំពោះការដឹកនាំរបស់ក្រសួងអប់រំនិងការជំរុញការអប់រំផ្នែក Digital និងការអប់រំទំនាក់ទំនងនឹងការប្រែប្រួលអាកាសធាតុដែលជួយពង្រឹងភាពធន់និងពង្រីកលទ្ធភាពទទួលបានការសិក្សាបែបទំនើបប្រកបដោយសមធម៌ហើយថាការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងអាកាសធាតុយន្តការសម្របសម្រួលកម្មវិធីនិងកម្មវិធីសិក្សាបានពង្រឹងភាពធន់របស់ប្រព័ន្ធអប់រំនៅក្នុងការឆ្លើយតបចំពោះបញ្ហាបរិស្ថានដែលកំពុងផ្លាស់ប្ដូរជាបន្តបន្ទាប់លោកបណ្ឌិត វ៉ល ផាក ដែលត្រូវបានអញ្ជើញឲ្យថ្លែងសន្ទរកថានៅក្នុងការបើកសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡាឆ្នាំ2024និងឆ្នាំ2025និងទិសដៅសម្រាប់ឆ្នាំ2025និងឆ្នាំ2026មានរយៈពេល3ថ្ងៃនាព្រឹកថ្ងៃទី11ខែកុម្ភៈឆ្នាំ2026នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្រោមប្រធានបទកន្លងអប់រំថ្មីដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ននិងភាពធន់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានគូបញ្ជាក់ថាជាការពិតការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងអាកាសធាតុយន្តការសម្របសម្រួលកម្មវិធីនិងកម្មវិធីសិក្សាបានពង្រឹងភាពធន់របស់ប្រព័ន្ធអប់រំនៅក្នុងការឆ្លើយតបចំពោះបញ្ហាបរិស្ថានដែលកំពុងផ្លាស់ប្ដូរជាបន្តបន្ទាប់ដោយក្នុងពេលដំណើរគ្នាការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ Digital កម្មវិធីសិក្សា Digital និងសមត្ថភាព Digital របស់គ្រូបង្រៀនកំពុងបង្រីកលទ្ធភាពទទួលបានការសិក្សាដែលមានបច្ចេកវិទ្យាគាំទ្រប្រកបដោយសមធម៌ជួយលើកកម្ពស់នវានុវត្តន៍នៅក្នុងថ្នាក់រៀននិងជួយគាំទ្រសិស្សឲ្យត្រៀមខ្លួនសម្រាប់អនាគតដែលមានលក្ខណៈ Digital កាន់តែសម្បូរបែបលោកបានបន្តថាការបដិញ្ញាចិត្តចំពោះការពង្រឹងសមធម៌និងបរិយាបន្នក៏ត្រូវបានបង្ហាញផងដែរតាមរយៈវណ្ណភាពគួរឲ្យកត់សម្គាល់របស់កម្ពុជានៅក្នុងការអប់រំបរិយាបន្នដោយពង្រីកឱកាសសម្រាប់កុមារមានពិការភាពនិងក្រុមងាយរងគ្រោះផ្សេងៗដោយបញ្ជូនការអនុវត្តនៅតាមសាលារៀនលោកថាយ៉ាងណាមិញសមិទ្ធផលទាំងនេះនៅមិនទាន់បញ្ចប់នៅឡើយទេព្រោះកុមារជាច្រើននៅតែប្រឈមឧបសគ្គនៅក្នុងការចូលរួមហើយត្រូវការខិតខំប្រឹងប្រែងបន្តដើម្បីលុបបំបាត់គម្លាតដែលនៅមានខណៈដែលសមភាព Gender និងបំណិនជីវិតនឹងបន្តជាចំណុចស្នូលមួយនៃកំណែទម្រង់អប់រំការធានាឱកាសស្មើគ្នាសម្រាប់កុមារីនិងកុមារារួមជាមួយបំណិនដូចជាការកាត់វិភាគការសិក្សាផ្នែកអារម្មណ៍សង្គមនិង Digital ជាចំណុចសំខាន់នៅក្នុងការគាំទ្រយុវជនឲ្យត្រៀមខ្លួនទទួលបានជោគជ័យនៅក្នុងសាលារៀនការងារនិងសង្គមដោយការបញ្ជូនអាទិភាពទាំងនេះនៅក្នុងប្រព័ន្ធអប់រំទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធនិងពង្រឹងបរិយាបន្នភាពធន់នឹងការអភិវឌ្ឍធនធានមនុស្សរយៈពេលវែងរបស់កម្ពុជាហើយភាពធន់ពិតប្រាកដនៃវិស័យអប់រំត្រូវបានសាកល្បងខ្លាំងបំផុតនៅពេលមានវិបត្តិ